ដោយសារស្ត្រីនោះប្រញាប់នាំកូនស្រីទៅមន្ទីរពេទ្យនាងក៏សម្រេចចិត្តវាចេញស្ត្រីពីស្ពូលនោះក៏បញ្ជាកូនចៅឲ្យដេញតាមនិងឃាត់នាងភ្លាមបន្ទាប់មកនាងដកដំបងបេសបលពីឡានហើយវាយទៅលើនាងបន្ទាប់មកទៀតនាងយកដបភេសជ្ជៈពេញមួយដបហើយបង្ខំចាក់ចូលបំពង់កនាងដោយមិនដឹងថានាងបានបង្កបញ្ហាធំនៅថ្ងៃនេះស្ត្រីនោះក៏ដកបន្តោងពិសេសមួយហើយបាញ់កាំជ្រួចសញ្ញាមហាសេដ្ឋីប្រចាំទីក្រុងនិងកូនប្រុសរបស់គាត់ទទួលបានសារភ្លាមស្ត្រីពីស្ពូលនោះនៅតែស្រែកឡូឡាយ៉ាងក្រអឺតក្រទមមិនដឹងថានាងក្រអឺតក្រទមប៉ុណ្ណាទេពេលនេះតែពេលក្រោយនាងនឹងយំខ្លាំងប៉ុណ្ណាតាមពិតស្ត្រីនោះគឺជាកូនស្រីតែមួយគត់របស់គ្រួសារមហាសេដ្ឋីហើយបងប្រុសទាំង3របស់នាងគឺជាកំពូលបុគ្គលក្នុងវិស័យរៀងខ្លួនដើម្បីរស់នៅដោយស្ងប់ស្ងាត់ជាមួយកូនស្រីនាងសុខចិត្តលក់ប៊ឺគឺនៅតាមផ្លូវថ្ងៃនោះឪពុកនិងបងប្រុសទាំង3បានមកជួបនាងបងប្រុសច្បងបានពន្យល់ថាឪពុកបានរកឃើញម្ដាយចុងម្នាក់ហើយចង់ឲ្យប្អូនស្រីពើផ្ដល់យោបល់មុននឹងសម្រេចចិត្តឲ្យតែនាងបដិសេធស្ត្រីនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងគ្រួសារឡើយដោយនឹកឃើញថាម្ដាយបានស្លាប់ជាច្រើនឆ្នាំហើយឪពុកនៅលីវពេលនេះគាត់បានជួបស្ត្រីសមរម្យម្នាក់នាងក៏យល់ព្រមតាមសម្រួលប៉ុន្តែលុះត្រាតែស្ត្រីនោះមានចរិតល្អនិងចិត្តល្អឬបែបនេះឪពុកនាងក៏សន្យាភ្លាមថាគាត់នឹងមិនធ្វើឲ្យនាងខកបំណងឡើយហើយថាពិធីជប់លៀងគ្រួសារនឹងធ្វើឡើងក្នុងរយៈពេល2-3ថ្ងៃទៀតដើម្បីប្រកាសអត្តសញ្ញាណនាងមុនពេលចាក់ចេញបងប្រុសទាំង3បានឲ្យប្អូនស្រីនៅនិមិត្តសញ្ញាគ្រួសារប្រសិនបើនាងជួបគ្រោះថ្នាក់នាងអាចបាញ់កាំជ្រួចនិងប្រើប្រាស់អំណាចគ្រួសារបន្ទាប់មកស្ត្រីនោះបានទទួលយកអំណោយហើយនាំកូនស្រីទៅផ្ទះដើម្បីអបអរថ្ងៃកំណើតនឹកស្មានមិនដល់ពេលកំពុងរៀបចំញ៉ាំនំខេកកូនស្រីតូចស្រាប់តែគង់បេះដូងហើយសន្លប់ស្ត្រីនោះប្រញាប់ជិះម៉ូតូកង់3ដើម្បីនាំកូនស្រីទៅមន្ទីរពេទ្យប៉ុន្តែនៅពាក់កណ្ដាលផ្លូវនាងបានជួបនឹងស្ត្រីពីស្ពូលដែលគ្មានហេតុផលនោះហើយនោះបាននាំឲ្យមានហេតុការណ៍ដូចនៅដើមរឿងដើម្បីបង្ហាញពីផលវិបាកនៃការធ្វើឲ្យនាងខឹងស្ត្រីពីស្ពូលបានយកដំបងដែកវាយនាងឲ្យដួលទៅលើដីនាងថែមទាំងគំរាមថាការសម្លាប់នាងគឺងាយដូចកិនស្រមោចព្រោះនាងជាគូដណ្ដឹងរបស់ស្ដេចសង្គមងឹតឬបែបនេះស្ត្រីនោះមានអារម្មណ៍ដូចត្រូវរន្ទះបាញ់ទើបនាងដឹងថាស្ត្រីម្នាក់នោះគឺជាអនាគតម្ដាយចុងរបស់នាងក៏ស្ដីបន្ទោសនាងភ្លាមហើយនិយាយថានាងនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងគ្រួសារមហាសេដ្ឋីឡើយព្រោះនាងខ្លួនឯងគឺជាកូនស្រីរបស់គ្រួសារមហាសេដ្ឋីប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះជឿទេតើអ្នកស្រីជិះម៉ូតូកង់3កញ្ចាស់អាចក្លាយជាអ្នកស្នងរដ្ឋមហាសេដ្ឋីបានយ៉ាងដូចម្តេចប៉ុន្តែស្ត្រីនោះគ្មានពេលខ្វល់ពីរឿងនោះទេព្រោះកូនស្រីរបស់នាងមិនសូវមានពេលទេដូច្នេះនាងក៏អង្វរស្ត្រីពីស្ពូលនោះឲ្យដោះលែងនាងផ្ទុយទៅវិញស្ត្រីម្នាក់នោះកាន់តែសាហាវទៅនាងបញ្ជាកូនចៅឲ្យចាប់ស្ត្រីនោះទុកនឹងដីបន្ទាប់មកបង្ខំចាក់ភេសជ្ជៈមួយដបទៀតចូលបំពង់កនាងបន្ទាប់មកនាងថែមទាំងដណ្ដើមយកថ្នាំសង្គ្រោះបន្ទាន់របស់ក្មេងទៀតផងដើម្បីសង្គ្រោះជីវិតកូនស្រីស្ត្រីនោះបានត្រឹមតែលុតជង្គង់អង្វរឲ្យនាងលើកលែងឲ្យកូននរណានឹងស្មានថាស្ត្រីម្នាក់នោះស្រាប់តែបដូរចិត្តហើយបោះថ្នាំចោលទៅលើដីស្ត្រីនោះលែងចង់ខាតពេលជាមួយមនុស្សដូចនាងទៀតហើយដូច្នេះនាងក៏បាញ់កាំជ្រួចសញ្ញាភ្លាមដើម្បីហៅគ្រួសាររបស់នាងមហាសេដ្ឋីនិងកូនប្រុសទាំង3ដឹងថានាងកំពុងមានគ្រោះថ្នាក់ហើយបញ្ជាឲ្យមនុស្សទាំងអស់ប្រញាប់ទៅកន្លែងកើតហេតុភ្លាមសូម្បីតែមហាសេដ្ឋីក្នុងវិស័យផ្សេងក៏ទទួលបានដំណឹងដែរទាំងអស់គ្នាដឹងថាទីក្រុងហៀបនឹងមានការផ្លាស់ប្ដូរហើយក្នុងពេលនោះស្ត្រីពីស្ពូលនៅតែនិយាយឡូឡាឃើញពួកគេធ្វើបាបបំដាយមិនឈប់ក្មេងស្រីតូចក៏លុតជង្គង់អង្វរពួកគេប៉ុន្តែចុងក្រោយក៏ដួលសន្លប់ដោយសារអស់កម្លាំងតែស្ត្រីពីស្ពូលគិតថានាងធ្វើពុតដូច្នេះនាងក៏យកដំបងដែកដើម្បីវាយប្រដៅពួកគេដោយមិនដឹងថានាងនឹងត្រូវសង្ឃឹមដោយសារស្ត្រីនោះប្រញាប់នាំកូនស្រីទៅមន្ទីរពេទ្យនាងក៏សម្រេចចិត្តវាចេញស្ត្រីពីស្ពូលនោះក៏បញ្ជាកូនចៅឲ្យដេញតាមនិងឃាត់នាងភ្លាមបន្ទាប់មកនាងដកដំបងបេសបលពីឡានហើយវាយទៅលើនាងបន្ទាប់មកទៀតនាងយកដបភេសជ្ជៈពេញមួយដបហើយបង្ខំចាក់ចូលបំពង់កនាងដោយមិនដឹងថានាងបានបង្កបញ្ហាធំនៅថ្ងៃនេះស្ត្រីនោះក៏ដកបន្តោងពិសេសមួយហើយបាញ់កាំជ្រួចសញ្ញាមហាសេដ្ឋីប្រចាំទីក្រុងនិងកូនប្រុសរបស់គាត់ទទួលបានសារភ្លាមស្ត្រីពីស្ពូលនោះនៅតែស្រែកឡូឡាយ៉ាងក្រអឺតក្រទមមិនដឹងថានាងក្រអឺតក្រទមប៉ុណ្ណាទេពេលនេះតែពេលក្រោយនាងនឹងយំខ្លាំងប៉ុណ្ណាតាមពិតស្ត្រីនោះគឺជាកូនស្រីតែមួយគត់របស់គ្រួសារមហាសេដ្ឋីហើយបងប្រុសទាំង3របស់នាងគឺជាកំពូលបុគ្គលក្នុងវិស័យរៀងខ្លួនដើម្បីរស់នៅដោយស្ងប់ស្ងាត់ជាមួយកូនស្រីនាងសុខចិត្តលក់ប៊ឺគឺនៅតាមផ្លូវថ្ងៃនោះឪពុកនិងបងប្រុសទាំង3បានមកជួបនាងបងប្រុសច្បងបានពន្យល់ថាឪពុកបានរកឃើញម្ដាយចុងម្នាក់ហើយចង់ឲ្យប្អូនស្រីពើផ្ដល់យោបល់មុននឹងសម្រេចចិត្តឲ្យតែនាងបដិសេធស្ត្រីនោះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងគ្រួសារឡើយដោយនឹកឃើញថាម្ដាយបានស្លាប់ជាច្រើនឆ្នាំហើយឪពុកនៅលីវពេលនេះគាត់បានជួបស្ត្រីសមរម្យម្នាក់នាងក៏យល់ព្រមតាមសម្រួលប៉ុន្តែលុះត្រាតែស្ត្រីនោះមានចរិតល្អនិងចិត្តល្អឬបែបនេះឪពុកនាងក៏សន្យាភ្លាមថាគាត់នឹងមិនធ្វើឲ្យនាងខកបំណងឡើយហើយថាពិធីជប់លៀងគ្រួសារនឹងធ្វើឡើងក្នុងរយៈពេល2-3ថ្ងៃទៀតដើម្បីប្រកាសអត្តសញ្ញាណនាងមុនពេលចាក់ចេញបងប្រុសទាំង3បានឲ្យប្អូនស្រីនៅនិមិត្តសញ្ញាគ្រួសារប្រសិនបើនាងជួបគ្រោះថ្នាក់នាងអាចបាញ់កាំជ្រួចនិងប្រើប្រាស់អំណាចគ្រួសារបន្ទាប់មកស្ត្រីនោះបានទទួលយកអំណោយហើយនាំកូនស្រីទៅផ្ទះដើម្បីអបអរថ្ងៃកំណើតនឹកស្មានមិនដល់ពេលកំពុងរៀបចំញ៉ាំនំខេកកូនស្រីតូចស្រាប់តែគង់បេះដូងហើយសន្លប់ស្ត្រីនោះប្រញាប់ជិះម៉ូតូកង់3ដើម្បីនាំកូនស្រីទៅមន្ទីរពេទ្យប៉ុន្តែនៅពាក់កណ្ដាលផ្លូវនាងបានជួបនឹងស្ត្រីពីស្ពូលដែលគ្មានហេតុផលនោះហើយនោះបាននាំឲ្យមានហេតុការណ៍ដូចនៅដើមរឿងដើម្បីបង្ហាញពីផលវិបាកនៃការធ្វើឲ្យនាងខឹងស្ត្រីពីស្ពូលបានយកដំបងដែកវាយនាងឲ្យដួលទៅលើដីនាងថែមទាំងគំរាមថាការសម្លាប់នាងគឺងាយដូចកិនស្រមោចព្រោះនាងជាគូដណ្ដឹងរបស់ស្ដេចសង្គមងឹតឬបែបនេះស្ត្រីនោះមានអារម្មណ៍ដូចត្រូវរន្ទះបាញ់ទើបនាងដឹងថាស្ត្រីម្នាក់នោះគឺជាអនាគតម្ដាយចុងរបស់នាងក៏ស្ដីបន្ទោសនាងភ្លាមហើយនិយាយថានាងនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងគ្រួសារមហាសេដ្ឋីឡើយព្រោះនាងខ្លួនឯងគឺជាកូនស្រីរបស់គ្រួសារមហាសេដ្ឋីប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះជឿទេតើអ្នកស្រីជិះម៉ូតូកង់3កញ្ចាស់អាចក្លាយជាអ្នកស្នងរដ្ឋមហាសេដ្ឋីបានយ៉ាងដូចម្តេចប៉ុន្តែស្ត្រីនោះគ្មានពេលខ្វល់ពីរឿងនោះទេព្រោះកូនស្រីរបស់នាងមិនសូវមានពេលទេដូច្នេះនាងក៏អង្វរស្ត្រីពីស្ពូលនោះឲ្យដោះលែងនាងផ្ទុយទៅវិញស្ត្រីម្នាក់នោះកាន់តែសាហាវទៅនាងបញ្ជាកូនចៅឲ្យចាប់ស្ត្រីនោះទុកនឹងដីបន្ទាប់មកបង្ខំចាក់ភេសជ្ជៈមួយដបទៀតចូលបំពង់កនាងបន្ទាប់មកនាងថែមទាំងដណ្ដើមយកថ្នាំសង្គ្រោះបន្ទាន់របស់ក្មេងទៀតផងដើម្បីសង្គ្រោះជីវិតកូនស្រីស្ត្រីនោះបានត្រឹមតែលុតជង្គង់អង្វរឲ្យនាងលើកលែងឲ្យកូននរណានឹងស្មានថាស្ត្រីម្នាក់នោះស្រាប់តែបដូរចិត្តហើយបោះថ្នាំចោលទៅលើដីស្ត្រីនោះលែងចង់ខាតពេលជាមួយមនុស្សដូចនាងទៀតហើយដូច្នេះនាងក៏បាញ់កាំជ្រួចសញ្ញាភ្លាមដើម្បីហៅគ្រួសាររបស់នាង
មហាសេដ្ឋីនិងកូនប្រុសទាំង3ដឹងថានាងកំពុងមានគ្រោះថ្នាក់ហើយបញ្ជាឲ្យមនុស្សទាំងអស់ប្រញាប់ទៅកន្លែងកើតហេតុភ្លាមសូម្បីតែមហាសេដ្ឋីក្នុងវិស័យផ្សេងក៏ទទួលបានដំណឹងដែរទាំងអស់គ្នាដឹងថាទីក្រុងហៀបនឹងមានការផ្លាស់ប្ដូរហើយក្នុងពេលនោះស្ត្រីពីស្ពូលនៅតែនិយាយឡូឡាឃើញពួកគេធ្វើបាបបំដាយមិនឈប់ក្មេងស្រីតូចក៏លុតជង្គង់អង្វរពួកគេប៉ុន្តែចុងក្រោយក៏ដួលសន្លប់ដោយសារអស់កម្លាំងតែស្ត្រីពីស្ពូលគិតថានាងធ្វើពុតដូច្នេះនាងក៏យកដំបងដែកដើម្បីវាយប្រដៅពួកគេដោយមិនដឹងថានាងនឹងត្រូវសង្ឃឹម